តើទំពាំងនឹងទៅរលួយគល់មុនពេលខ្លួនខ្លាចទៅជាឫស្សីឬមួយក៏នឹងអាចខ្លាចទៅជាឫស្សីហើយទើបទៅរលួយគល់តើយើងគួរបន្តឲ្យកុមារកម្ពុជារបស់យើងខ្លាចទៅជាជនរងគ្រោះនៅជំងឺទឹកនោមផ្អែមក៏ដូចជាជំងឺផ្សេងៗដែលជាជំងឺកាចសាហាវទៅដល់ពេលណាទៀតអញ្ចឹងដោយបងប្អូនបានដឹងអញ្ចឹងមករយៈពេលចុងក្រោយនេះទាំងក្រសួងសុខាភិបាលទាំងមន្ទីរពេទ្យគន្ធបុប្ផាគេធ្វើការអាប់ដេតនៅចំនួនកុមារកម្ពុជារបស់យើងដែលមានជំងឺទឹកនោមផ្អែមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺច្រើនមែនទែនអញ្ចឹងនេះហើយជាបញ្ហាមួយដែលធ្វើឲ្យខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំមានអារម្មណ៍ថាគឺព្រួយបារម្ភខ្លាំងមែនទែនអញ្ចឹងកុមាររបស់យើងនៅក្នុងវ័យសិក្សាគាត់នៅជាវ័យទំពាំងអញ្ចឹងគាត់មិនទាន់បានខ្លាចជាឫស្សីផងគាត់បែរទៅជារលួយគល់មានជំងឺជាប់តាំងពីកុមារភាពបាត់ទៅហើយអញ្ចឹងតើយើងគួរបន្តបញ្ហានេះទៅដល់ពេលណានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយ3ភាគីដែលខ្ញុំគិតថាសំខាន់ហើយយើងអាចទប់ស្កាត់នៅបញ្ហាទាំងអស់នេះបានភាគីទី1ខ្ញុំគិតថាកត្តាឪពុកម្ដាយគឺសំខាន់មែនទែនបើសិនជាគាត់មានកូនទូចៗនៅក្នុងបន្ទុកគាត់គួរតែធ្វើការណែនាំក៏ដូចជាប្រាប់អំពីផលវិបាកនៃគ្រឿងទាំងអស់ហ្នឹងទៅកាន់កូនរបស់គាត់ភាគីទី2ដែលខ្ញុំគិតថាសំខាន់មែនទែនមួយទៀតនោះនៅពេលដែលគាត់នៅឆ្ងាយពីយើងជាឪពុកម្ដាយគឺបានលោកគ្រូអ្នកគ្រូក៏ដូចជាលោកគ្រូនាយកដែលនៅក្នុងសាលាទូទាំងប្រទេសរបស់កម្ពុជាយើងតែម្ដងអញ្ចឹងមានតែគាត់ទេដែលគាត់អាចមានសិទ្ធិហាមឃាត់អាជីវករដែលលក់ដូរនៅក្នុងសាលាដែលគាត់លក់ដោយមិនបានគិតពិចារណាពាក់ព័ន្ធជាមួយនឹងរបស់មួយចំនួនដែលធ្វើឲ្យខូចសុខភាពកុមារនេះគឺជាភាគីទី2ដែលខ្ញុំគិតថាសំខាន់គឺលោកគ្រូអ្នកគ្រូលោកនាយកគឺគាត់មានតួនាទីសំខាន់មែនទែននៅឯសាលាក្នុងការណែនាំអាជីវករទាំងអស់ក្នុងការលក់ដូរឲ្យគិតគូរអំពីសុខភាពកុមារអញ្ចឹងភាគីទី3ដែលសំខាន់មួយទៀតនោះគឺខ្ញុំគិតថាក្រសួងសុខាភិបាលខ្ញុំគិតថាក្រសួងសុខាភិបាលគឺពាក់ព័ន្ធខ្លាំងមែនទែនពាក់ព័ន្ធជាមួយរឿងនេះខ្ញុំចង់ឲ្យក្រសួងធ្វើការឲ្យដុតដៃដុតជើងពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នេះអញ្ចឹងបើសិនជាក្រសួងនៅពីលើគាត់ចាប់ផ្ដើមធ្វើការងារទាំងអស់នេះបានដុតដៃដុតជើងហើយគ្រប់ពេលវេលានោះខ្ញុំគិតថាអ្វីគ្រប់យ៉ាងគឺនឹងដើរទៅតាមអ្វីដែលក្រសួងបានចាត់ចែងអញ្ចឹងភាគីទាំង3នេះខ្ញុំគិតថាសំខាន់មែនទែនទី1ឪពុកម្ដាយទី2លោកគ្រូអ្នកគ្រូលោកគ្រូនាយកទី3គឺក្រសួងសុខាភិបាលចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់កុំឲ្យកុមារកម្ពុជារបស់យើងមានបញ្ហាជំងឺទឹកនោមផ្អែមទៀតអញ្ចឹងសម្រាប់ខ្ញុំសុកលៀបសូមអរគុណសូមជម្រាបលា